មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង3នេះជាឆ្នាំពិសេសចិត្តបុណ្យចិត្តល្អអនាគតមិនក្រទេមនុស្សស្រីដែលកើតក្នុងឆ្នាំទាំង3នេះតែងប្រព្រឹត្តចំពោះអ្នករាល់គ្នាដោយចិត្តសប្បុរសនោះហើយជាមូលហេតុដែលពួកគេទទួលបានរង្វាន់ពីជីវិតដំបូងដើម្បីរីករាយនឹងទ្រព្យសម្បត្តិតាមគោលគំនិតបុរាណអ្នកដែលធ្វើអំពើល្អតែងតែបានពរពីស្ថានសួគ៌ក៏ជាការពិតណាស់តារាស្រីទាំងនេះរស់នៅមានជីវភាពធូរធារមានលាភមានជ័យជីវិតមានភាពរលូននិងងាយស្រួលនិងមានលុយចូលច្រើន1ឆ្នាំរោងស្ត្រីឆ្នាំនាគមានចិត្តល្អរីករាយនិងមានសុទិដ្ឋិនិយមមិនមែនជាការបំផ្លើសទេដែលនិយាយថាស្ត្រីកើតឆ្នាំរោងគឺជាមនុស្សដែលព្រះពោធិសត្វបញ្ជូនចុះមកពីឋានសួគ៌ពួកគេមានចិត្តសប្បុរសតែងតែមានឆន្ទៈជួយអ្នកដែលខ្វះខាតមនុស្សស្រីឆ្នាំនេះក៏មិនខ្លាចចាញ់គេដែរនេះក៏ដោយសារតែគេស្គាល់និងស្រឡាញ់គ្រប់ទីកន្លែងដែលគេទៅហើយបានទទួលពរដ៏បរិបូរណ៍ពរជ័យនឹងធ្វើឲ្យជីវិតស្ត្រីនាគកាន់តែសម្បូរសប្បាយនាគកាន់តែសម្បូរលក្ខខណ្ឌកាន់តែច្រើនពួកគេត្រូវធ្វើអំពើល្អដូច្នេះហើយជីវិតរបស់ពួកគេទាំងមូលត្រូវមានវាសនាក្លាយជាអ្នកមាននិងអ្នកមានហើយមានជីវិតអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ2ឆ្នាំវកមនុស្សស្រីឆ្នាំវកមានចរិតស្លូតបូតរួមជាមួយចិត្តអត់ធ្មត់ដូចព្រះពោធិសត្វពួកគេគិតពីអ្នកដទៃក្នុងគ្រប់កិច្ចការដែលពួកគេធ្វើដូច្នេះពួកគេតែងតែទុកឲ្យខ្លួនឯងរងទុក្ខច្រើនដើម្បីពួកគេអាចជួយអ្នកដទៃបានទោះបីជាយ៉ាងណាស្ត្រីឆ្នាំស្វាមិនមានគម្រោងចាញ់បន្ថែមទៀតទេពួកគេជឿថាការផ្ដល់ក៏ទទួលបានដែរការផ្ដល់ក៏ជាសុភមង្គលហើយពួកគេតែងតែមានអារម្មណ៍រីករាយនិងសុខស្រួលពេលជួយនរណាម្នាក់មនុស្សស្រីដូចឆ្នាំវកនឹងត្រូវព្រះនៃលាភសំណាងនិងផ្កាយនាំសំណាងជួបតែភាពរលូនល្អជួបតែសំណាងល្អពេញបរិបូរណ៍3ឆ្នាំមេហោរាសាស្ត្របង្ហាញថាស្ត្រីដែលកើតក្នុងឆ្នាំពេលមានភាពឃ្លាវខ្លាមានសេរីភាពនិងមិនមានការរឹតបន្តឹងគេចេះគិតគូររាប់អានមនុស្សដោយចិត្តល្អស្មោះត្រង់មិនចូលចិត្តកុហកដោយមានបុគ្គលិកលក្ខណៈសាមញ្ញគ្មានការបំផិតបំភ័យអ្នកឆ្នាំមេនឹងមិនបោកបញ្ឆោតអ្នកដទៃដោយហេតុផលណាមួយហើយជាពិសេសមិនចូលចិត្តមនុស្សដែលកុហកមនុស្សស្រីដែលកើតក្នុងឆ្នាំពេលតែងតែផ្ដល់ភាពសុខស្រួលដល់អ្នកជុំវិញខ្លួនក្រៅពីនេះស្ត្រីឆ្នាំពេលចូលចិត្តធ្វើខ្លួនឯងមានគំនិតខ្លួនឯងហើយមិនដើរតាមហ្វូងមនុស្សខ្សែស្នេហាពេលពិតជាសំណាងណាស់សន្យាថាមានផ្ទះល្អស្រឡាញ់ដៃគូរស់នៅប្រកបដោយសុភមង្គលនិងរុងរឿង